ស្ពានមួយទៀតហើយដែលបានបាក់កាលពីយុគមិញហើយក៏ស្ពានទី2ដែរដែលបានបាក់ដោយសារតែទាហានសៀមបានប្រើ F16 ទម្លាក់មកលើស្ពានរបស់កម្ពុជារបស់យើងហើយស្ពាននេះដែរគឺស្ថិតនៅព្រំប្រទល់ខេត្តសៀមរាបហើយនិងខេត្តឧត្តរមានជ័យបងប្អូនហើយអ្វីដែលយើងខ្លាចបំផុតនោះគឺអង្គរវត្តបងប្អូនព្រោះសារថាអង្គរវត្តរបស់យើងគឺជាប្រឹងជាតិខ្មែរហើយបើសិនជាវាបាត់បង់ដោយប្រាសាទនានាដូចជាថៃបានបាញ់កំទេចប្រាសាទតាកបីអញ្ចឹងបើសិនជាវាបាញ់កំទេចអង្គរវត្តទៀតគឺជាប់ហើយបងប្អូនព្រោះសារថាអង្គរវត្តគឺជាដួងព្រលឹងនៃជាតិហើយប្រទេសផ្សេងដែលគេស្គាល់យើងថាជាខ្មែរថាជាកម្ពុជាគឺអង្គរវត្តហ្នឹងហើយបងប្អូនព្រោះនៅស្រាប់ហើយអង្គរវត្តគឺយើងដាក់លើទង់ជាតិកម្ពុជាយើងដែលពិភពលោកស្គាល់កម្ពុជាយើងថាជាខ្មែរថាជាកម្ពុជាដោយសារតែអង្គរវត្តហ្នឹងហើយបងប្អូនបើសិនជាអង្គរវត្តមួយនឹងបាក់ទៀតគឺសំណាងជាតិទៀតទេសង្ឃឹមថារដ្ឋាភិបាលការពារអង្គរវត្តយើងឲ្យបានល្អយើងអត់មានអីប្រាសាទអីសំខាន់ជាងអង្គរវត្តទេបងប្អូនក៏ប៉ុន្តែប្រាសាទទាំងអស់គឺវាសំខាន់ប៉ុន្តែប្រាសាទដែលចំណុចជាបេះដូងនៃខ្មែរមកគឺអង្គរវត្តហ្នឹងហើយអង្គរវត្តគឺប្រាសាទដែលល្បីល្បាញជាងគេជាងប្រាសាទនានានៅប្រទេសកម្ពុជាយើងហើយបើប្រាសាទមួយនឹងវាខូចឬមួយយ៉ាងណានោះវាប្រហែលតិចហើយបងប្អូនយើងធ្វើម៉េចកុំឲ្យតែខូចប្រាសាទនឹងមួយទៀតសូមរីរដ្ឋាភិបាលនឹងធ្វើម៉េចការពារប្រាសាទនឹងឲ្យបានប្រាសាទអង្គរវត្តយើងនៅស្រាប់ហើយយុគមិញនេះទាហានសៀមវាបានទម្លាក់គ្រាប់មកលើស្ពានអូជីកដែលស្ថិតនៅខេត្តសៀមរាបហ្នឹងហើយព្រំប្រទល់ខេត្តសៀមរាបហើយនៅខេត្តឧត្តរមានជ័យហើយបើសិនជាវាជ្រុលមកក្នុងអង្គរវត្តអីគឺចាប់ហើយបងប្អូនយ៉ាងយ៉ាំតិចហើយព្រោះអាហ្នឹងដល់ព្រំដែនហើយប្រហែលថ្ងៃមុននេះខ្ញុំឮថាដល់ព្រំដែនម្សាយF16វាបានដល់ព្រំដែនយើងម្សាយព្រំដែនសៀមរាបម្សាយឥឡូវនេះវាបានកំទេចស្ពានអូជីកមួយទៀតហើយក៏ជាស្ពានទី2ដែរដែលវាបានកំទេចហើយស្ពានទី1នេះគឺនៅពោធិ៍សាត់ស្ពានមេទឹកហ្នឹងបងប្អូនឥឡូវស្ពានទី2ហើយដែលវាកំទេចហើយវាមិនដឹងថាគោលដៅវាទៅខាងណាទៀតទេបន្ទាប់ពីស្ពានអូជីករួចសូមប្រុងប្រយ័ត្នទាំងអស់គ្នាទៅព្រោះយើងមិនដឹងថាល្បិចវាយ៉ាងម៉េចទៀតទេព្រោះអាចោសៀមនេះល្បិចច្រើនមែនទែនហើយសង្ឃឹមថាបងប្អូនប្រុងប្រយ័ត្នផងទាំងបងប្អូនភះសឹកហើយនឹងបងព្រះអង្គតបយើងក៏ប៉ុន្តែស្ពាននេះបាក់តាំងពីយុគមិញតែដោយសារតែខ្ញុំរវល់ការងារខ្ញុំទៅបើឃើញអញ្ចឹងណាហើយក៏ចែករំលែកជូនបងប្អូននេះទៅអត់មានអីទេបងប្អូនហើយសូមប្រុងប្រយ័ត្នទាំងអស់គ្នាទៅព្រោះសង្គ្រាមលើកនេះមិនងាយជាប់ទេបងប្អូនមើលទៅដូចជាអូបន្លាយនឹងយូរដែរផ្សារនេះជាង10ថ្ងៃហើយបងប្អូនដូចជាថ្ងៃទី7ហើយឥឡូវថ្ងៃទី20ហើយបងប្អូនអញ្ចឹងវា3-10ថ្ងៃដែរ13ថ្ងៃហើយសង្ឃឹមថាបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នាបាទអរគុណច្រើនបងប្អូន